ក្រសួងការពារជាតិថាភាគីថៃបានបាញ់មកលើកម្ពុជាមុនបណ្ដាឲ្យទាហានម្នាក់បានស្លាប់កងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយបណ្ដាឲ្យបាត់បង់ជីវិតកងទ័ពខ្មែរម្នាក់នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅល្ងាចថ្ងៃទី28ខែឧសភាបើតាមក្រសួងការពារជាតិការប៉ះទង្គិចគ្នានេះមិនមែនជាជំរើសដែលកម្ពុជាចង់បាននោះទេហើយក្រសួងអះអាងថានឹងបន្តពិភាក្សាជាមួយនឹងក្រសួងការពារជាតិថៃដើម្បីស្វែងរកដំណោះស្រាយរួមមួយធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឲ្យបានឆាប់រហ័សនិងបង្ការកុំឲ្យមានស្ថានភាពនេះកើតឡើងសារជាថ្មីម្ដងទៀតសេចក្តីប្រកាសព័ត៌មានសរសេរថាកម្ពុជាប្រកាន់ខ្ជាប់នៅមធ្យោបាយការទូតការដោះស្រាយបញ្ហាដោយសន្តិវិធីព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងជាព្រំដែនសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកម្ពុជាបដិញ្ញាចិត្តនៅក្នុងការការពារបូរណភាពទឹកដីទោះនៅក្នុងតម្លៃណាក៏ដោយទោះយ៉ាងណានៅក្នុងសេចក្តីប្រកាសនោះក្រសួងមិនបានប្រាប់ពីមូលហេតុដែលឈានដល់ការប៉ះទង្គិចគ្នាឡើយដោយគ្រាន់តែបញ្ជាក់ថាភាគីថៃជាអ្នកបាញ់ប្រហារមុនគិតត្រឹមល្ងាចថ្ងៃដដែលនេះវីដេអូដែលត្រូវបានគេចែកចាយបន្តលើបណ្ដាញសង្គមបានបង្ហាញពីការចល័តរថយន្តយោធាសម្ភារៈនិងកម្លាំងយោធាមួយចំនួនខណៈមិនទាន់មានការបញ្ជាក់ពីមន្ត្រីកម្ពុជាអំពីការចល័តនោះទេដោយឡែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកភូមិឋាមវិជ្ជយាឆៃបាននិយាយថាប្រទេសថៃគ្មានជំរើសអ្វីក្រៅពីធ្វើសកម្មភាពឆ្លើយតបដោយអះអាងថាកងទ័ពកម្ពុជាបានទន្ទ្រានយកតំបន់របស់ខ្លួនចំនួន2ដងនេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃជាភាសាអង់គ្លេស